តើអ្នកដឹងទេថាឋានសួគ៌នៃតន្ត្រី Movistar Arena នៅអាហ្សង់ទីនដែលអាចផ្ទុកមនុស្សបាន 15,000 នាក់នាពេលបច្ចុប្បន្នកាលពីមុនធ្លាប់ជាសំណង់បាក់បែកដែលត្រូវបានបោះបង់ចោលជិត50 ឆ្នាំចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ 1956 គម្រោងនេះបានជួបវិបត្តិហិរញ្ញវត្ថុបាក់ស្រុតរចនាសម្ព័ន្ធសំណង់និងឆ្លងកាត់ការខ្សែធន់ជាច្រើនលើករហូតក្លាយជាគំនរបេតុងហាលថ្ងៃហាលភ្លៀងមិនត្រឹមតែប៉ុណ្ណោះឧបសគ្គដ៏ធំបំផុតរបស់វាគឺរចនាសម្ព័ន្ធដំបូលរាងស្វែឬដុំដ៏ធំដែលបានបង្កើតជាចំណាំងផ្លាតនៃសម្លេងយ៉ាងខ្លាំងវាជាសុបិនអាក្រក់របស់វិស្វករសម្លេងនិងជាចំណុចខ្សោយដ៏ធំដែលធ្វើឲ្យទីតាំងនេះស្ទើរតែមិនអាចរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោកបានប៉ុន្តែភាពបរាជ័យត្រូវបានបញ្ចប់នៅឆ្នាំ 2019 ក្រោមការវិនិយោគជាង $38 លានទីតាំងនេះត្រូវបានបើកសម្ពោធជាផ្លូវការនិងក្លាយជាមជ្ឈមណ្ឌលសិល្បៈលេខ1ហើយថ្មីនេះ Movistar Arena បានបំបីកំណត់ត្រាខ្លួនឯងម្ដងទៀតដោយការដំឡើងប្រព័ន្ធសំឡេងកំពូល L Acoustic ការជ្រើសរើសប្រព័ន្ធ K និង L Series នេះនឹងជួយឲ្យ Movistar Arena អាចធានាបាននូវគុណភាពសំឡេងកម្រិតពិភពលោកដែលបញ្ចេញសំឡេងស្មើគ្នាគ្រប់កន្លែងអង្គុយមិនថាអ្នកអង្គុយនៅជួរមុខគេឬនៅជួរខ្ពស់បំផុតខាងក្រោយគេមិនថាកម្មវិធីនោះជាការប្រគំតន្ត្រី Rock ដ៏រញ្ជួយ Pop ដ៏រស់រវើកឬជាព្រឹត្តិការណ៍លំដាប់អន្តរជាតិនោះឡើយសំឡេងដែលឆ្លងកាត់ប្រព័ន្ធថ្មីនេះគឺច្បាស់ណែននិងមានថាមពលដូចគ្នាទាំងអស់នេះគឺជាជំហានថ្មីមួយបោះទៅរកភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាសំឡេង Movistar Arena រួមជាមួយ L Acoustic ត្រៀមខ្លួនរួចជាស្រេចដើម្បីអង្រួនអារម្មណ៍ទស្សនិកជនឲ្យកាន់តែអស្ចារ្យជាងមុន